រឿងសិនដរាឡានិងរាជបុត្រឆ្កាព្រៃភាគទី8ខោះខ្ញុំពើងទ្រូងឆ្លើយចុះវិញស្អីអេស្តាន់ចាប់ដើមអេសចង្ការវេចិត្តចូលមកឈុះខោះខ្ញុំញញឹមញញែមវេកាន់ឈើច្រត់លោកស្រីមកយ៉ងអេស្តាន់មិនព្រមចាញ់ងាយខោះសមដែលចុចផ្លាំក្រៀមរួចហើយត្រូវដាក់ចូលមាត់យឺតវេចាខ្ញុំឆ្លើយរឿយជែកឯងបានឆ្លើយថាវេចាស់ទេអេស្តាន់តែវេជរាវេចាស់និងវេជរាដូចតែគ្នានឹងហើយមិនខ្ញុំក៏ឆ្លើយបែបនេះក្រែងលោវាត្រូវឯងចាប់ផ្ដើមនិយាយមិនដឹងរឿងហើយអេស្តាន់ងើបឈរនិយាយបែបនេះឯងចង់មានរឿងជាមួយខ្ញុំមែនទេជេកក៏ងើបឈរដែរចេញពីសំណួរកំ pl ែងរបស់ខ្ញុំកំពុងតែខ្លាចជាសំណួរបង្ហូរឈាមហើយតែដឹងខ្ញុំមិនយកពីសម្ព័ន្ធភាពរបស់ពីរអ្នកនេះសោះហើយមិននៅចែកឋានៈគ្នារវាងបោះនិងដៃឆ្វេងតែពេលនេះបែរជាឆ្លោះគ្នាដូចមិត្តភក្តិជេកអេស្តាន់បានហើយទៅពេលអ្នកនឹងគ្មានអ្នកណាត្រូវទាំងអស់ហ្នឹងខ្ញុំនឹងអាចចម្លើយក៏បានចាប់សម្លេងខ្ញុំកំឡោះទាំងពីរក៏ងាកមកមើលភ្លាមវាជាវ័យស្អីស្រ័យសួរព្រមគ្នាចម្លើយគឺវ័យវិយាក្រែថ្នាំជំនួយកម្លាំងផ្លូវភេទស្ងៀមស្ងាត់មិនអស់សម័យឬវិយាក្រែឬអេស្តានសួរដូចមិនដឹងខ្យល់វិយាក្រែចាំឲ្យជេកសួរដូចមិនស្គាល់វិយាក្រែមិនកំ pl ែងឬខ្ញុំសួរតិចអញកំ pl ែងទៅជេកអេស្តានងាកទៅសួរប៊ូសចុះឯងមានកំ pl ែងខ្លះទេជេកក៏ងាកទៅសួរដៃឆ្វេងដូចគ្នាចាំឲ្យខ្ញុំឬគឺមានអារម្មណ៍ថារាងកាយលឹបទៅជ្រឿយរហូតដល់ចង់បាត់ខ្លួនពីបន្ទប់អាហារនេះដោយភាពអាម៉ាស់នឹងរឿងកំ pl ែងដំបូងនៅក្នុងជីវិតការងារនេះសង្ស័យតែត្រូវជេកបញ្ជាឲ្យយកទៅដាក់គុកក្រោមដីមិនឲ្យឃើញពន្លឺមិនខានអនាគតដែលកំពុងតែរលត់វាគឺវិយាក្រែមែនពិតជាគួរឲ្យសម្ដេចណាស់ចុកខរវាយនឹងជាចុកខលំដាប់ទី1របស់ដាក់អេเจนអរគុណទេវតាទីបំផុតខ្ញុំរួចផុតពីគុកក្រោមដីហើយតែថាវាកំ pl ែងណាស់ណាដល់ថ្នាក់នេះឬនេះមើលអេស្តាន់ចោះសាច់បែបមិនបារម្ភពីភាពសង្ហាតែម្ដងចំណែកជេកក៏សាច់បែបអ្នកដែលនៅបារម្ភពីភាពសង្ហាខ្លះមើលជេកតែគេអង្គុយសាច់តែក៏លួចមំតាមស្ទើរចំណែកអេស្តាន់សាច់ជ្រុលហួសវាដៃវាជើងអូក្រោះសងនៅក្នុងចានរបស់គេខ្ទៀតអស់ហើយខ្ញុំថាវាមិនធម្មតាឡើយពីនេះបើមិនមែនជាមនុស្សឆាប់រសើបមាត់ក៏ច្បាស់ជាមានបញ្ហាតាក់ទងនឹងប្រព័ន្ធសំណើចដែរអូខេស្របទៅអ្នកណាក៏បានតាមពេទ្យឲ្យពីអ្នកនេះផងមុននឹងពួកគេរឹងពោះងាប់ព្រឹករឿងកំ pl ែងវិយាក្រែការមកលេងរបស់អ្នកណាម្នាក់Ariel my dear សម្លេងសក់បែបស្រ័យតាំងពីចម្ងាយពេលឃើញខ្ញុំចុះពីលីម៉ូស៊ីនដែរមកចតស្ងៀមនៅមុខអាផាតធម្មរបស់គេនៅពេលថ្ងៃរបស់ថ្ងៃដែលមានអាកាសធាតុក្តៅបំផុតសក់បែបដែលកំពុងតែចុះពីអាផាតធម្មពេលឃើញខ្ញុំហើយក៏ភ្ញាក់ផ្អើលហួសហាត់មុននឹងស្រែកហើយតដាងដៃព្រមទាំងរត់តម្រង់មករកខ្ញុំដោយទឹកមុខដែលមើលក៏ដឹងថានឹងយំនៅមិនប៉ុន្មានវិនាទីទៀតទឹកពុបធ្វើចិត្តឲ្យតិចសោះឯងអោបខ្ញុំម៉ែនពេកឲ្យឈឺខ្ញុំស្មានថាឯងត្រូវលោកជេកប់ចោលនៅដប់ព្រៃតាមផ្លូវទៅហើយឯងនេះជាតូចស្បែកស្វិតបំផុតក្នុងលោកមែនអាយ៉ាសម្រាប់ថាឯងចេះឬសម្រាប់ភាពរីករាយដែលខ្ញុំមិនតាន់ស្លាប់នេះត្រូវសម្រាប់ភាពរីករាយហើយមិត្តសម្លាញ់របស់ខ្ញុំណាស់ឆាប់រត់រួចខ្លួនខ្ញុំមកផ្លេចបានទេហើយទៅរកកន្លែងណែនិយាយគ្នាល្អជាងខ្ញុំមានរឿងប្រាប់ឯងច្រើនណាស់ហើយមានរឿងចង់សុំប្រឹក្សាទៀតផងខ្ញុំព្យាយាមថយចេញពីរង្វង់ដៃស្អិតដោយតកាយរបស់សក់បែនបានអញ្ចឹងទៅចាំនៅឡានខ្ញុំទៅខ្ញុំមិនសម្លាញ់ឆ្ងល់ពេលឃើញសង្កេតឃើញការតែងខ្លួនរបស់ខ្ញុំអាវយឺតបណ្ដុតកពោសដែលត្រូវត្រប់ពីលើដោយអាវក្រសេ
តែវិញពួកខ្មៅសម្ពុតស្អាតសមនឹងខ្លួនស្បែកជើងកាញ់ចោតដោយសារសបេតជាអ្នកបង្ហាញម៉ូដឲ្យតំណែង brand name គឺកាន់តែមើលដឹងថាគ្រឿងតុបតែងកាយរបស់ខ្ញុំថ្ងៃនេះសត្វតាជា brand name លំដាប់ពិភពលោកខ្ញុំហៅដោយសម្លេងអែបអបខ្លាចគេខឹងព្រោះយល់ច្រឡំពេលឃើញ style ថ្មីរបស់ខ្ញុំក៏ប្រាប់មកថាយ៉ាងម៉េចឯងនឹងលោកជេកមិនដេកឯងគិតចុះពលឺហៃសូបានមកពីណារឿងនេះហើយដែលខ្ញុំចង់សុំប្រឹក្សាពីឯងខ្ញុំចង្អុលកន្លះដែលដោតចាប់នឹងទ្រូងអាវខាងឆ្វេងរបស់ខ្លួនឯងសបេតមើលតាមមុននឹងអានអក្សរនៅលើកន្លះនោះយឺតជើខើអេរៀលគឺស្អីរឿងនេះវាវែងឆ្ងាយតែថាព្រឹកនេះឯងទៅមែនទេទៅរកកន្លែងនិយាយគ្នាបានទេបានហើយទៅយ៉ាងម៉េចជិះឡានខ្ញុំឬលីម៉ូស៊ីនរបស់ឯងចាំបាច់ដំបងវាមិនមែនលីម៉ូស៊ីនរបស់ខ្ញុំចាំបាច់ទី2គឺថាឡានឯងស្រួលជាងនិយាយតាមត្រង់ចោះថាខ្ញុំនៅជាមួយរបស់ថ្លៃគឺវាថប់ដង្ហើមដែលប្រាប់មិនត្រូវគួរជ្រិញមែនណាសឲ្យខ្ញុំជិះឡានជាមួយឯងដូចមុនទៅហើយចឹងក៏បានសបែនញឹមមុននឹងគៀកដៃខ្ញុំទៅរកឡានមួយទៀតដែលមនុស្សរបស់ដាក់ agent មិនបានទៅតាមព្រោះខ្ញុំបានព្រមព្រៀងជាមួយពួកគេរួចហើយថាឲ្យចាំខ្ញុំនៅមុខ apartment នេះតតែខ្ញុំមកវិញឯនេះតែធ្វើជាតួកំ pl ែងតិចមើលខ្ញុំរហ័សខ្សឹប5ព្រមទាំងព្យាយាមទាញដៃឲ្យសបេតអង្គុយចុះព្រោះពេលនេះយើងបានខ្លាចជាចំណុចចាប់អារម្មណ៍របស់មនុស្សម្នានៅក្នុងហាងគុយទាវនេះទៅហើយខ្ញុំទៅតែដឹងទៅថាដាក់អីចិនមានតម្លៃប្លែកៗបែបនេះដែរចុះតម្លៃផ្សេងនៅមាននៅសល់ខ្លះទេដូចជា beautiful dark ស្អីអស់នេះបែបថាតម្លៃសម្រាប់ស្អាតប្រចាំដាក់អីចិនអាចមានខ្លះឯងជួយសួរលោកជេកឲ្យផងមើលថាចង់បន្ថែមតម្លៃនេះទេខ្ញុំនឹងបានទៅដាក់ពាក្យមុនគេមិនកំ pl ែងទេខ្ញុំ serious អូខេ serious ក៏ serious តែថាមិនក៏លោកជេកចង់បានតួថ្លុកទៅទុកក្បែរកាយមែនរបស់គេហេតុអីពេលឯងនិយាយដល់ចេះចាំបាច់ធ្វើមុខរំភើបដែរមិនយល់សោះអាយ៉ាឯងសាមកធ្វើជាខ្ញុំមើលហើយចាំឲ្យបរោះ perfect ដូចជាលោកជេកដើរកាត់ពេលហ្នឹងហើយឯងនឹងបានយល់ថាហេតុអីក៏មុខខ្ញុំមកវាជ្រើមអញ្ចឹងផងហ៎ណាហើយមិនបាច់មកចាប់អារម្មណ៍នឹងទឹកមុខរបស់ខ្ញុំទេឯងគួរតែចាប់អារម្មណ៍នឹងឆ្ងល់រឿងដែលលោកជេកបង្កប់ឯងឲ្យធ្វើជាតួថ្លុករបស់គេច្រើនជាងមែនហើយខ្ញុំក៏សង្ស័យខ្ញុំងក់ក្បាលផ្ងក់ឯកភាពរបស់បែបនេះវាត្រូវតែមានហេតុនិងផលអ្នកដែលមានរបស់គ្រប់យ៉ាងនៅក្នុងដៃមិនថាជាលុយកាក់ឥតតែពលលេបយកសាក់ដោយលោកជេកមិនគួរណាចង់បានតួថ្លុកដូចឯងទៅដាក់ក្បែរកាយទេគេគួរតែចង់បានស្រីស្អាត sick acting ច្រើនជាងខ្ញុំក៏ថាអញ្ចឹងមិនក៏ឯងមិនសាឡបងស៊ើបរកការពិតឬមិនអញ្ចឹងក៏សួរគេមើលទៅពីអ្វីដែលឯងសង្ស័យឡាគេចាប់ខ្ញុំឃុំក្នុងគុកក្រោមដីមួយជីវិតល្មមមែនលោកជេកជាមនុស្សខឹងអាក្រក់ផងមើលទៅដូចជុំមិញទៅខ្ញុំសឹងតារៀកនោមនិយាយឲ្យនៅរជួយចិត្តមិនបាត់ហើយពេលនេះខ្ញុំគួរធ្វើមិនទៅសភើមើលក្ររបស់គេក៏ស្កឹមស្កៃដេកស្រួលស៊ីឆ្ងាញ់តែខ្ញុំមានអារម្មណ៍ថាគ្មានក្តីសុខយ៉ាងម៉េចក៏មិនដឹងទេវាមើលទៅឯកាគ្មានសោភ័ណ្ឌម្នាក់ធ្វើការដូចម៉ាស៊ីនមិនដឹងទេខ្ញុំនិយាយមិនត្រូវបើលោកជេកស្អីគេនោះធំធាត់ដោយបរិស្ថានបែបនោះខ្ញុំថាគេច្បាស់ជាមនុស្សគ្មានបេះដូងតែសំណាក់ដែលគេមិនបានដូចខ្ញុំគិតតែទោះជាអញ្ចឹងក៏ដោយខ្ញុំថាអ្នកដែលរស់នៅទីនោះក៏គួរអាណិតដដែលហ្នឹងតាមដែលខ្ញុំតាមបានព័ត៌មានគេតាំងពីចូលកាន់តំណែងជំនួសឪពុកមកធ្វើឲ្យដឹងថាគេមិនបានធំធាត់នៅក្នុងភូមិគ្រឹះត្រកូលជីលវនីទេមុនណាធ្វើជាបោះ Dark Asian គេច្បងធំនៅ Chicago បានលើថាគេខូខើខ្លាំងណាស់ដៃគូរបស់គេក៏មិនអន់ដូចគ្នានិយាយ Evil ស្អីគេនោះEvil ឈ្មោះនេះទៀតហើយទេបានលើថាពីអ្នកនឹងធំធាត់ជាមួយគ្នានៅ Chicago បែបថាប្រគៀកស្មាគ្នាស្លាប់រហូតដល់បោះចាស់ស្លាប់មានអារម្មណ៍ថាដូចជាកាត់រោគកំណាចឬត្រូវសត្រូវបាញ់ព័ត៌មានបានផ្សាយបែបនោះតែការពិតជាស្អីគឺគ្មានអ្នកណាដឹងទេតែដែលឃើញដូចគ្នាគឺគេបានទៅអង្វរកលោកជេកឲ្យមកទទួលតំណែងបន្តហើយគេក៏មកទៅនេះជាមួយប៉ាគេឬចាប់អារម្មណ៍ភ្លាមអានេះជាព័ត៌មានផ្ទៃក្នុងឯងក៏មកចាប់មាត់ព្រាបថាបានលឺពីខ្ញុំមិនអញ្ចឹងមកឈូសឲ្យខ្ញុំសក់បែតផ្ទប់មកខ្សឹកខ្សៀវពេលបោះចាស់ប៉ារបស់លោកជេកទៅទទួលនៅ Chicago កាលនោះលោកជេកព្រមមកទទួលតំណែងទេរហូតដល់ប៉ាគេស្លាប់ទៅមកតែនៅបនគ្មានអ្នកណាគោរពព្រោះគេជាកូនប្រពន្ធចុងដល់ថ្នាក់មានមនុស្សជាច្រើនក្រុមគិតគ្នាចង់កម្ចាត់គេចោលទៀតតែសំណាក់ដែលគេមានធ្វើដៃពេញខ្លួនថែមទាំងដៃស្ដាំរបស់គេក៏ខ្លាំងមិនល្មមទៀតយាយ Evil ហ្នឹងហើយយាយនោះទាំងស្អាតទាំងកាចហើយនាងគឺជាកម្លាំងសំខាន់ដែលចាំជួយលោកជេករហូតដល់គេបានខ្លាយជាអ្នកធំចាប់ពេលនេះ Evil ណាដំណឹងផ្ទៃក្នុងប្រាប់ថានាងត្រាលេចជួយពិភពលោកជាមួយសង្សារទៅលោកជេកខ្លាចជាមនុស្សខកស្នេហ៍ព្រោះតែស្រឡាញ់នាងតែម្នាក់ឯងអើយគូអាណិត
ខ្ញុំងក់ក្បាលទទួលនឹងចាប់ផ្ដើមមានអារម្មណ៍អាណិតជែកតិចតួចមុននឹងនឹកដល់មុខមាត់របស់អ្នកណាម្នាក់តើបានជារហ័សសួរ gossip man អើយ girl ដូចជាសក់បែតចៅឯងស្គាល់ Estan ខ្លះទេដែលឆ្វេងបច្ចុប្បន្នរបស់លោកជែកមែនទេមែនខ្ញុំក៏ធ្លាប់បានដំណឹងរបស់គេដែរគេឯងនាំគ្នានិយាយថាម្នាក់នោះធ្លាប់ជាមិត្តរបស់លោកជែកតាំងពីនៅ Chicago ពួកគេទាំង3ស្និទ្ធស្នាលគ្នាណាតែថ្ងៃដែលលោកជែកមកទទួលតំណែងមិនដឹងថាហេតុអីបានជា Estan មិនមកជាមួយតែបន្តពីដៃឆ្វេងមុនឈ្មោះថា Photo ក្បត់នឹងត្រូវ Evil កំចាត់ចោលតំណែងដៃឆ្វេងក៏ទំនេរ Estan ក៏ប្រកាសខ្លួននៅក្នុងឋានៈជាដៃឆ្វេងរបស់លោកជែកទៅចាំឲ្យដៃស្ដាំនៅតែជារបស់ Evil ដែរទាំងដល់ពេលនេះនាងទៅឡាជាមួយសង្សារសង្ហាមិននៅធ្វើការរបស់ខ្លួនអើយចាំជាមនុស្សស្រីដែលគួរចំណែនមែនទែនបានគ្រប់គ្រងបេះដូងរបស់លោកជែកតែមិនដឹងថាហេតុអីទើបមិនទទួលយកស្នេហារបស់គេដោយស្វាបានត្បូងពេជ្រមែនគួរជ្រិញណាស់ខ្ញុំចាប់ផ្ដើមយកពីសកម្មភាពរបស់ជែក Evil និង Estan ខ្លះហើយទោះជាតន័យដែលសក់បែតបានមកអាចមានខ្លះជាការពិតដូចជា gossip តែយ៉ាងហោចណាស់ក៏ល្អជាងមិនដឹងអីតាក់ទងនឹងអ្នកដែលធ្វើការជាមួយតែមិនយល់ដែរថាមិនក៏ជែកចង់បានជោគខើដូចជាខ្ញុំដែរក៏មិនដឹងឬថាជីវិតវាអាចការដល់ថ្នាក់ត្រូវរកសម្លេងសើចមកតបតែងដើមហេតុអាចមកពីស្រីម្នាក់នោះឬអត់ Evil Ariel សម្លេងសក់បែតធ្វើខ្ញុំត្រូវរលាស់គំនិតមិញចេញស្អីគេថ្ងៃនេះឯងបានជួបយាយបេសាចពីអ្នកនោះខ្លះទេសក់បែតស៊ូដៃប៉ុនលឺភ្នែកចម្លែកគ្មានទេមិនហ៎គឺពីព្រឹកបន្តពីខ្ញុំចាត់ការរឿងថ្លៃជួលឡាននិងឈុតរៀបរាប់ខ្ញុំក៏មនីមនីទៅរកឯងនៅបន្ទប់ជួលព្រោះកិច្ចក្នុងផ្លូវវិជ្ជមានថាឯងអាចនឹងត្រូវដោះលែងមកវិញហើយតែបាយជាជួបពីអ្នកនោះអង្គុយផ្អែកទ្វារបន្ទប់ឯងដេកលក់ទៅវិញងាប់ហើយខ្ញុំទៅនឹកឃើញថាភ្លេចយកឈុតមកឲ្យឯងអូយរឿងវាវឹកវរនឹងគួរឲ្យរន្ធត់ចិត្តដល់ថ្នាក់ខ្ញុំគិតរឿងផ្សេងមិនចាញ់តាមទៅវាទៅពេលនេះឯងបានស៊ីដេកស្រួលហើយតិចទៀតចាំឲ្យថ្លៃឈុតក៏បានបានអាចចាស់សម្រាប់ថាពួកនោះទៅរកខ្ញុំទេគឺមែនហ្នឹងហើយទៅខ្ញុំរកមកវិញតែពីនោះបាយជាភ្ញាក់តន់ហើយគៀបខ្ញុំម្ចាស់ដៃថា$10ជាឯងមែនទេព្រោះពួកនាងទៅសួរម៉ែចង់អញហើយក៏បានដឹងថាឯងបាត់ពីផ្ទះទៅសន្មតថា$10គប់ក្បាលលោកជែកនឹងស្បែកជើងគឺជាឯងហើយឯងថាម៉េចចង់ឲ្យថាម៉េចទៀតខ្ញុំក៏ប្រាប់តាមត្រង់ទៅថាមែនពេលបានលឺអញ្ចឹងហើយបេសាយពីក្បាលនោះក៏ស្លាយសឹងបាច់អាគារម្ដុំនោះនឹងមានរហ័សសួរទៀតថាឯងនៅណាទៅខ្ញុំប្រូថានៅជាមួយលោកជែកពេលនោះឯងទៅសម្លេងជេផ្ដាសាលឺឲ្យប្រសាចបែបណាន់ស្តុបតែម្ដងបែបនេះអ្នកនៅបន្ទប់ចិត្តខាងក៏គឺនាំគ្នាចេញមកព្រួតពីអ្នកនោះនឹងហើយតែសំណាងល្អដែលខ្ញុំលួចចេញមកតន់បណ្ដោយឲ្យអ្នកចិត្តខាងចាប់បោចឲ្យអូសទៅចោលនៅមុខអាគារអូយលួចសំចិត្តមកកណោសំប្រាប់ខ្ញុំញញឹមទប់សម្លាយពេលបានលឺបែបនេះចាំបន្តរបស់ខ្ញុំមិនដែរអូយមិនបាច់បារម្ភទេគ្រាន់តែរបស់នៅលើដងខ្លួនឯងនេះវាថ្លៃលើសរបស់ទាំងអស់នៅបន្ទប់ទៅទៀតថែមទាំងលើតម្លៃឈ្នួលបន្ទប់ជរានោះទៀតផងតែខ្ញុំស្ដាយហើយចង់យកបែបនេះទៅចោះចាំខ្ញុំទៅយកអីវ៉ាន់អស់នោះទៅដាក់នៅបន្ទប់ខ្ញុំសិនព្រោះគិតថាវាមិនល្អនោះទេបើយកទៅធ្វើមួយគ្រឿងរបស់លោកជែកវាគួរឲ្យអាម៉ាស់អត់តែថាធ្វើតាមនេះចោះហើយពេលកាប់លុយពីការងារចូលខឿននេះបានហើយចាំទិញខុនដូក្លីបនៅបន្តពីនោះចាំទៅជញ្ជូនរបស់របរពីបន្ទប់ខ្ញុំលើកនេះចង់យករបស់កំទេចកំទីចូលរាប់សិបក៏គ្មានអ្នកណាថាយដែរព្រោះវាជាខុនដូរបស់ឯងចារឿងសំណារបស់ឯងនោះឬស្អីគឺរឿងមេកំប៉ុងអាហារដែលថាប៉ាវបើខ្ញុំក៏ដោះឯងទៅផាត់ធី fancy ណៃយប់មិញនេះងាប់និយាយរៀលពេលនេះឯងមានការងារល្អមានលុយចាន់ជាងខ្ញុំទៅទៀតនៅមកទៀមទាសន្យាពីគ្នាបានទាំងចិត្តខ្មៅទៀតលបល់យោគិតខ្លះទេថាដែលបានទៅដីស៊ីនៅក្នុងភូមិគ្រឹះស្កឹបស្កៃព្រោះតែណាវាមិនមែនព្រោះតែខ្ញុំទេទៅឯងបាននៅចិត្តលើកជែកបោះធំនៃដាក់អីចឹងតែឯងនេះនៅតែនិយាយស្មុំលំដាប់ទី1ផ្លាស់ប្ដូរសោះហើយស្មោះដើមស្មោះចុងអូខេខ្ញុំមិនទៀមទាសន្យាក៏បានយល់ដល់ឯងជាសម្លាញ់ទេយោខ្ញុំក៏សម្លាញ់ឯងដែរយាយអេរៀលតែថាឯងត្រូវទៅធ្វើមួយគ្រឹះវិញម៉ោងប្រហែលយកបន្តិចបានទៅខ្ញុំនឹងបាននាំឯងទៅញ៉ាំអីល្ងាចនេះសក់បែរនិយាយដែលមានសង្ឃឹមតែខ្ញុំចាំបាច់ទៅតែបរិស័ទដល់ជួយមិនបានខ្ញុំត្រូវទៅវិញគឺការងារខ្ញុំមកវាមិនសូវតែមែនទេវាស្រ័យទៅលើអារម្មណ៍របស់បងជួនកាលគេអាចនឹងអង្គុយមកខ្មោចចាំខ្ញុំទៅនិយាយរឿងកំ pl ែងមិនចឹងក៏ធ្វើមុខឡប់ឲ្យគេមើលគិតថាបានអើយគួរឲ្យចំណែនត្រង់ណាតើអញ្ចឹងយើងឆាប់ញ៉ាំគុយទាវនេះអស់ទៅឯងនឹងបានទៅធ្វើមួយគ្រឹះស្កឹមស្កៃវិញដោយសប្បាយចិត្តខ្ញុំញ៉ាំដាសបែតមិនសម្លាញ់តែដឹងចិត្តខ្ញុំជានិច្ចមុននឹងគៀបគុយទាវដែលចាប់ផ្ដើមរីកតែរសជាតិនៅឆ្ងាញ់ដដែលដាក់ចូលមាត់យឺតដល់អារម្មណ៍ល្អពេលបានមកជួបមិត្តធ្វើមួយគ្រឹះត្រកូលជីលវ៉ានីភ្លាមនោះពេលដែលចូលមកដល់ក្នុងភូមិគ្រឹះខ្សែផ្លេកខ្ញុំក៏ទៅប្រសពនឹងកាយផ្លេកដ៏ស្រស់ស្អាតមួយគូរបស់ស្រីផ្លែកមុខដែលអង្គុយក្រេបតែនៅក្នុងបន្ទប់អង្គុយលេងនាងជាស្រីស្អាតមានមុនស្នេហ៍អស់ស្ទះរឹកពីជានាងហៃសូនឹងមើលទៅជាអ្នកលេង fashion មិនអន់ទេសង្កេតតាមរយៈសក់ពោថ្នោតដែលត្រូវបានតុបតែងជាម៉ូដប៉មកាលីបរបស់នាង
ថែមទាំងកវលវែងដល់ស្មានឹងដៃមួយយាតទៅខ្ញុំចាំបាច់ត្រូវដើរទៅរកដើម្បីជាការអរិយៈសើនាងចរណាមកដើរតែត្រត់អីនៅម្ដុំនេះស្រីផ្លែមុខដណ្ដើមនិយាយមុនដើរមិនទុកមុខឲ្យគ្នាធ្វើខ្ញុំបាក់មុខបន្តិចមុននឹងកាត់អារម្មណ៍ស្រឡាញ់គិតយកភ្លាមទៅពឹងទ្រង់តបខ្ញុំធ្វើការឲ្យលោកចែកប្រឹងចាំងឲ្យទៅមិនចម្លែកដឹកខ្ញុំមកដើរតែត្រត់នៅម្ដុំនេះលោកចែកអីមិនក៏នាងមិនឲ្យចែកថាបើព្រលឹមម៉ែរបស់ខ្ញុំវាពិសេសដែរអ្នកនាងមិនបាច់ដឹងទេថាខ្ញុំនៅក្នុងតំណែងអីខ្ញុំនិយាយស្ទាក់ផ្លូវស្រីផ្លែមុខបង្ហាញការៈមិនពេញចិត្តឲ្យឃើញច្បាស់ហើយចាស់នាងឈ្មោះអីសំហាក់ខ្ញុំថាអីរៀបបានហើយចាស់អ្នកនាងស្អីនាងធ្វើការឲ្យជើងយូរប៉ុណ្ណាហើយនេះមិនស្គាល់ខ្ញុំទៅមកធ្វើការថ្ងៃដំបូងអូអញ្ចឹងសោះទៅនាងហ៊ានពឹងត្រង់ផ្កើខ្ញុំបែបនេះអញ្ចឹងខ្ញុំណែនាំខ្លួនឲ្យនាងស្គាល់ក៏បាននាងនឹងបានចាំចាប់ពីពេលនេះទៅមិនធ្វើកិច្ចការភ្លីភ្លើបែបនេះដាក់ខ្ញុំទៀតខ្ញុំមើលមុខនាងដល់មិនពេញចិត្តនឹងសម្ដីនោះតែក៏បានត្រឹមតែស្ងាត់ស្ងៀមនឹងស្ដាប់អ្វីដែលនាងនិយាយបន្តខ្ញុំឈ្មោះសាសាជាគូដណ្ដឹងរបស់ចេកចាស់ស្រាប់តែយើងស្គាល់គ្នាហើយដូច្នេះខ្ញុំសូមឡើងទៅលើសិនហើយខ្ញុំសម្រេចចិត្តឈប់តរត់តនឹងព្រមថយព្រោះយ៉ាងណាក៏សាសាជាគូដណ្ដឹងរបស់ចេកនាងប្រហែលជាមិនធម្មតានោះទេដូច្នេះហើយខ្ញុំមិនគួររករឿងដាក់ខ្លួនឡើយតែស្អីគេនាងនៅទីនេះចឹងទេមើលរកពីនាងនេះដូចជាព្រមឲ្យខ្ញុំថយងាយពេលនៅសុករៀងខ្ពស់ស្វែដូចអ្នកបង្ហាញមកកស្ទូមកឈើពាំងមកភ្លាមចាមែនអូតម្លៃពិសេសដែលនាងមិនចង់ឲ្យខ្ញុំដឹងតាមពិតទៅជាតម្លៃប្រពន្ធចង់មែនទេនាងនឹងចេកសមតាក៏និយាយបន្តព្រោះវាមិនដូចដែរនាងកែខ្ញុំប្រាប់ដល់សម្ដីរាបស្មើខ្ញុំមិនជឿនៅជារឿងរបស់នាងហើយពេលនេះខ្ញុំសំផ្លូវនិយាយចប់ខ្ញុំក៏បាយខ្លួនដើរទៅរកចន្ទាឡើងទៅលើភ្លាមតាមមិនតាន់បានឈានជើងផងសម្ដីឡានក៏បើកមកចតនៅមាត់ចន្ទាភឿមួយគ្រឹះចេកមកហើយប្រចាំឲ្យនាងតាណាមិនតាន់បានទេត្រូវតែនៅត្រង់នេះខ្ញុំនឹងសួរការពិតពីចេកខ្ញុំដកដង្ហើមធំដែលការធុញថប់ចំពោះភាពរឹងរូសរបស់សាសាតែក៏ព្រមដើរទៅអង្គុយចាំនៅសាឡុងចេកសាសាហៅដល់សម្លេងម្នាក់ពេលឃើញគេដើរចូលមកបន្ទប់អង្គុយលេងមកការទៅប្រាប់ថានាងមកខ្ញុំនៅទីនេះមានរឿងអីអត់ចេកសួរនាងដោយទឹកមុខរស្មាដែលអារម្មណ៍នោះចំចំណុចឆ្ងាយពីពាក្យថាគូស្នេហ៍ដល់ថ្នាក់ព្រមភ្ជាប់ពាក្យជាមួយគ្នាអីចាអូយចិត្តថ្លាបងមិនសួរអូនអីបន្តិចទេថាមកពីត្រីវិញពីកាលនឿយអត់ឬនឹករលឹកអីប្រហែលនេះណានាងយកកាបូបប្រែណែមកកាន់មុននឹងដើរទៅរកចេកហើយនាងមករកខ្ញុំមានត្រីអីគឺនឹកអីអូននឹកបងចង់មកបបួលបងតែញ៉ាំអីឆ្ងាញ់នៅខាងក្រៅនាងចូលទៅអបដៃគេភ្លាមតែខ្សែភ្នែកផ្ចាយផ្ចាតម្រង់មករកខ្ញុំដូចចង់ប្រកាសសឹកចំណែកខ្ញុំរឿងអង្គុយមើលលក្ខណៈវិយាស្រ័យដល់អារម្មណ៍ធម្មតាប្រឹងសម្ដែងទៅបើនាងចង់ខំកញីចេកប៉ុណ្ណាក៏ស្រេចទៅនាងទៅខ្ញុំបានគិតអីស្រាប់ទៅហើយអីរៀលមកវិញហើយអីចាទៅនឹកខ្ញុំឬយ៉ាងម៉េចតែហេតុអីមានអារម្មណ៍ថាដូចមានប្រផ្នូលចម្លែកអញ្ចឹងល្អខ្ញុំកំពុងតែធុញល្មមឃើញទេកុំណាកុំឲ្យខ្ញុំធ្វើការនៅពេលនេះធ្វើមកកំ pl ាយខ្ញុំមើលបន្តិចឲ្យវាបានអញ្ចឹងឡើងខ្វាប់ភ្លាមនោះពេលជើងនិយាយចាប់យាយសាសាក៏ងាកមកមើលខ្ញុំរហូតមិនខ្លាចថាករបស់នាងថ្លោះទៅងើយមកសួរចេកដល់សម្លេងរបស់មនុស្សប៉ិនសង្ស័យម៉េចក៏បងចាប់បាច់ឲ្យស្រីនេះធ្វើមកកំ pl ាយឲ្យបងមើលដែរគឺវាជាការងាររបស់នាងការងារខ្ញុំឲ្យរៀបធ្វើជាតួធ្លុកប្រចាំដាក់អីចិនហើយព្រឹកមិញនេះនាងធ្វើបានល្អទៀតផងងាប់តួធ្លុកសម្លេងលក់លើរបស់សាសាឮភ្លាមពេលជែកនិយាយចប់មុខខ្ញុំទៅជាស្ពឹកភ្លាមតែភាពអាម៉ាស់មានអារម្មណ៍ថាបាក់មុខដែលត្រូវធ្វើជាតួធ្លុកឲ្យស្រីនេះបានលក់លើឆាប់ឡើងខ្ញុំចាំមើលជែកទឿនដោយគ្មានអារម្មណ៍អីនឹងអារម្មណ៍របស់ខ្ញុំម៉ែណៃខ្ញុំក៏ចាំមើលនាងដូចគ្នាខ្ញុំខំមាត់ណែនទប់ចិត្តព្យាយាមគិតថាវាជាការងារដែលខ្ញុំត្រូវធ្វើតែចិត្តមួយទៀតក៏ចង់រត់ចេញពីបន្ទប់នេះតែខ្ញុំនិយាយរឿងកំ pl ាយអាក្រក់មួយស្ដាប់ចាស់លោកដឹងទេថាប្រធានាធិបតីលីងខងនិងកេណឌីនៃសហរដ្ឋអាមេរិកមានអ្វីៗស្តៀងគ្នាជាច្រើនយ៉ាងខ្ញុំចាប់ផ្ដើមការងារដើម្បីសម្ដែង Spirit ស្អីដែលស្តៀងគ្នាសាសាសួរខណៈដែលជើងស្ដាប់ដោយទឹកមុខរាបស្មើក៏ដូចជាពួកគាត់ត្រូវលបធ្វើឃាតនៅថ្ងៃសឹកដូចគ្នាត្រូវបាញ់ចំក្បាលដូចគ្នាខ្មាំងកំភ្លើងមកពីភាគខាងត្បូងសហរដ្ឋដូចគ្នាលេខខារបស់លីងខងមានត្រកូលថាកេណឌីចំណែកលេខខារបស់កេណឌីមានត្រកូលថាលីងខងហើយមិននាងសួរបន្តតែដែលលេខខ្លបំផុតគឺភាសាស្តៀងគ្នាមួយសប្តាហ៍មុនត្រូវលបធ្វើឃាតខ្ញុំផ្អាននិយាយដើម្បីរំញោចការចង់ដឹងរបស់ជេកនិងសាសាពេលនេះមានអារម្មណ៍ថាសប្បាយពេលឃើញពលិភ្នែកដែលបង្ហាញឃើញច្បាស់ចេះពេញទៅដោយការចង់ដឹងរបស់ពួកគេឆាប់ប្រាប់មកអីចាចិត្តក្តៅមែនស្រីម្នាក់នេះគឺលីងខងនៅម៉នរ៉ូរដ្ឋម៉ារីឡែនខ្ញុំផ្អាននិយាយទៀតព្រមទាំងញញឹមនឹងមើលពីទៅនោះដោយនឹកអស់សំណាច់ចំណែកកេណឌីនៅម៉ារីលីនម៉នរ៉ូចុងក្រោយមែនទេនេះ
សាទំលេសំណើចេញមកដោយមិនខ្មាស់អ្នកណាចំណែកចេកក៏នៅតែសើចមកមំតាមស្ទីលរបស់គេដដែលខ្ញុំបានដង្ហើមធូរចិត្តយ៉ាងវែងប្រហែលជាត្រូវអរគុណ website កំ pl ដែលធ្វើឲ្យខ្ញុំធ្វើការបែបនេះបានយ៉ាងរលូនជួនកាលការធ្វើជាតួថ្លុកអាចមិនមែនជារឿងអាក្រក់ឬគួរឲ្យខ្មាស់ដោយដែលខ្ញុំធ្លាប់មានអារម្មណ៍ថាបានមើលចាស់សម្ដែងសាយនៅស្នាមញញឹមរបស់គេទាំងពីរនោះធ្វើខ្ញុំមានមោទនភាពនិងសមត្ថភាពខ្លួនឯងមិនតិចទេទោះជាពីអ្នកនោះជាមនុស្សដែលខ្ញុំមិនចូលចិត្តក៏ដោយចាប់ការងារខ្ញុំហើយអញ្ចឹងខ្ញុំសំឡាងទៅលើហើយចាំខ្ញុំនឹងមកស្ដាប់រឿងកំ pl របស់នាងទៀត